ខ្មែរម្ចាស់ស្រុកសំឡេងខ្មែរម្ចាស់ស្រុកសូមស្វាគមន៍លោកអ្នកនាងអ្នកស្ដាប់ពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសួស្តីលោកអ្នកនាងអ្នកស្ដាប់វិទ្យុផ្សាយនៃវិទ្យុសំឡេងខ្មែរម្ចាស់ស្រុកនៅថ្ងៃអាទិត្យទី4ខែតុលាគ្រិស្តសករាជជាថ្ងៃ7រោចខែកុដបុត្រវេនបិណ្ឌទី7ឆ្នាំមមែស័កស័កពុទ្ធសករាជ2559ខ្ញុំហាសានពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមជូននីតិកាព័ត៌មានបច្ចុប្បន្នលែងនិយាយរឿងព្រំដែនមកនិយាយរឿងឈ្នះចាញ់ពេលបោះឆ្នោតខាងមុខសេចក្តីថ្លែងការណ៍របស់ចលនាខ្មែរម្ចាស់ស្រុករឿងព្រំដែនខ្មែរយួនតទៅនេះជាព័ត៌មានពិស្ដាលោកកឹមសុខាអនុប្រធានគណៈបក្សសង្គ្រោះជាតិនិងជាអនុប្រធានរដ្ឋសភាបានធ្វើទៅកាន់ប្រជាពលរដ្ឋអំពីស្ដាប់នៅវេទិកាសាធារណៈមួយនៅខេត្តត្បូង